លោកជំទាវសម្រាប់ការផ្ដល់ជាមហាកិត្តិយសនៅក្នុងការផ្ដល់ជាមួយនឹងកិច្ចសម្ភារផងដែរអរគុណច្រើនអរគុណខ្លាំងមែនទែនបាទជាបន្តទៅទៀតនេះយើងក៏មានជាមួយនឹងវត្តមានរបស់ភ្ញៀវកិត្តិយសមួយរូបទៀតបាទដែលបងប្អូនបានឃើញជាមួយនឹងការងាររបស់គាត់ជាច្រើនណាស់បណ្ដាញសង្គមហើយចុងក្រោយនេះគឺដើរចាដើរពេញទៅសៀមរាបចាពិសេសចាបងប្អូនដែលគាត់ស្ថិតនៅតាមបណ្ដោយផ្លូវចាពីភ្នំពេញសៀមរាបគឺបានជួបគាត់សឹងគ្រប់គ្នាចានេះគឺជាស្មារតីស្នេហាជាតិស្មារតីនៃកម្លាំងសាមគ្គីរបស់គាត់ចាបង្ហាញពីទឹកចិត្តខ្មែរដូចគ្នាចាសូមអរគុណអសូមជម្រាបសួរចាកញ្ញាកុយណាអូយជម្រាបសួរផងស្រីលក្ខណៈរំទុំជានារីខ្មែរពិតប្រាកដមែននេះបានស័ក្តិសមជានារីខ្មែរបាទទាំងសម្លៀកបំពាក់ទាំងការនិយាយស្ដីខ្ជូតស័ក្តិសមសុភាពបាទគ្រូអរគុណម្ដងទៀតបងគ្រូអរគុណចាបងទាំងពីរមើលឡាយយូរណាបាទចានៅខាងក្រៅនឹងអត់ហ៊ានចូលទេគឺចាំមើលឡាយបងសិនបាទអារម្មណ៍យ៉ាងណាដែរអាណាចូលរួមជាមួយមហាព្រឹត្តិការណ៍ដ៏ធំសម្រាប់បាទក្លឹមព្រះនគរផងដែរចំពោះនេះខ្ញុំមហាព្រឹត្តិការណ៍មួយនេះគឺពិតជាធំខ្លាំងមែនតើហើយវាពិតជាអស្ចារ្យហើយជាពិសេសក្នុងនាមជាកូនខ្មែរពិតជារំភើបដែលបានឃើញបងសិល្បករគាត់បានពាក់នៅសម្លៀកបំពាក់ប្រពៃណីហើយមានទាំងក្បាច់រចនាដូចបងជាមួយនឹងខ្ញុំផ្ទាល់ចាគឺសិតតែរចនាបថមកពីសម័យបុរាណហើយអញ្ចឹងគឺនេះខ្ញុំក្នុងនាមជាកូនខ្មែរគឺសប្បាយចិត្តនៅក្នុងការបានបង្ហាញនៅវប្បធម៌ចាទាំងអស់ហ្នឹងឲ្យអន្តរជាតិគាត់បានឃើញពីសម្បត្តិវប្បធម៌ជាតិខ្មែរយើងថាវាអស្ចារ្យហើយវាស្អាតដល់កម្រិតណាចាបងសម្រាប់នេះខ្ញុំពិតជារំភើបហើយសប្បាយចិត្តរីករាយខ្លាំងមែនតើបាទអរគុណឃើញថាអេណាគឺជាអាចនិយាយបានថាជាបុគ្គលដែលមានឥទ្ធិពលមួយរូបបាទមានគេឈ្មោះបោះសម្លេងក៏ដូចជាបាទមានសម្លេងដ៏ធំធេងមែនតើនៅក្នុងការផ្សព្វផ្សាយជាមួយនឹងបាទតំបន់ទេសចរខ្មែរជាច្រើនអ្វីដែលកាន់តែពិសេសនោះសម្បត្តិវប្បធម៌ខ្មែរមិនថាទីតាំងកន្លែងនានាក៏ដូចជាសម្លៀកបំពាក់ជាច្រើនមានអីដើម្បីនិយាយទៅកាន់បងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនកូនខ្មែរចំនួនក្រោយទាំងអស់ដែលគាត់និយមបាទស្រឡាញ់ជាមួយនឹងអ្វីដែលអេណាកំពុងធ្វើក៏ដូចជាមានបំណងថាអូយបើសិនជាខ្ញុំធំឡើងខ្ញុំយកបងអេណាជាគំរូមានអីដើម្បីនិយាយទៅកាន់ fan ក៏ដូចជាអ្នកគាំទ្រដែលស្រឡាញ់ចូលចិត្តគាំទ្រអេណាតាំងពីដើមរហូតមកដល់ពេលនេះសម្រាប់នាងខ្ញុំផ្ទាល់ពិតជារំភើបហើយសប្បាយចិត្តនៅពេលដែលបងប្អូនជំនាន់ក្រោយគាត់យកគំរូតាមនាងខ្ញុំព្រោះតែយើងម្នាក់ខំសាងឡើងដើម្បីចង់ឲ្យគេយកគំរូតាមចានៅពេលដែលគេយកគំរូតាមយើងនឹងឲ្យភាពជោគជ័យរបស់យើងដែលយើងអាចណែនាំបងប្អូនជំនាន់ក្រោយឲ្យគាត់បានដើរតាមគន្លងយើងហើយចំពោះនាងខ្ញុំបើសិនជាបងប្អូនចាស្រឡាញ់ហើយចង់ធ្វើវាត្រូវតែហាក់ក្លាហានចាហ៊ានធ្វើហើយសាក់លបងហើយជាពិសេសសង្គមជាតិយើងនឹងឯងចាចូលរួមជួយឲ្យបានច្រើនជួយសង្គមជាតិនឹងជួយយើងវិញចាជាពិសេសយើងជួយព្យាយាមក្នុងនាមជាកូនខ្មែរប្រមូលផ្សព្វផ្សាយពីតំបន់ទេសចរយើងឲ្យបានច្រើនមិនថាសម្បត្តិវប្បធម៌សិល្បៈចាគ្រប់ទម្រង់ចាផ្សព្វផ្សាយឲ្យតំបន់ឲ្យភ្ញៀវទេសចរចាអធិស្ឋានឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិគាត់បានកាន់តែដឹងថាប្រទេសជាតិយើងពិតជាមានវប្បធម៌អរិយធម៌ស្អាតខ្លាំងដែលពេលខ្លះទៅយើងជាកូនខ្មែរនេះយើងភ្លេចខ្លួនចាទាំងការពិតប្រទេសជាតិយើងគឺមានកន្លែងច្រើនមែនតើដែលស្រស់ស្អាតសម្រាប់នាងខ្ញុំមានតែជំរុញទឹកចិត្តទៅដល់បងប្អូនទាំងអស់គ្នាឲ្យបងប្អូនក្លាហាននៅក្នុងការចង់ធ្វើអីមួយកុំខ្លាចហើយធ្វើវាដោយចិត្តខ្លួនឯងចាអរគុណសម្រាប់ការផ្ដល់កិត្តិយសផងដែរបងអេណាអរគុណខ្លាំងមែនទែនបាទអរគុណខ្លាំងមែនទែនជួបគ្នានៅខាងក្នុងផងដែរអាចធ្វើការសម្រួលអរិយាបានបាទចាសូមអរគុណជាបន្តទៅទៀតយើងមានជាមួយនឹងបាទបុគ្គលមួយរូបទៀតអាចនិយាយបានថាបាទពិសេសជាងគេបាទដោយសារតែការផ្ដល់កិត្តិយសរបស់គាត់ក៏ជាផ្នែកមួយនៅក្នុងការជួយលើកទម្រង់ក៏ដូចជាគាំទ្រទៅកាន់សិល្បៈរបស់កម្ពុជាយើងផងដែរក្រុមជំរាបសួរបងប្រុសសូមមេត្តាផ្ដល់កិត្តិយសតិចមកបាទអរគុណច្រើនសូមជម្រាបសួរបងប្រុសចាអូបាទក្រុមជើងបាទអាដាមបាទក្រុមជំរាបសួរបាទអាចដឹងបានទេអំពីអារម្មណ៍ដែលចូលរួមជាមួយនឹងមហាព្រឹត្តិការណ៍ដ៏ធំបំផុតសម្រាប់ក្លឹមព្រះនគរដែលរៀបចំឡើងដោយលោកជ័យដេវីតក៏ដូចជាអ្នកនាងទេពបុព្រឹកផងដែរបាទគ្រប់អញ្ជើញបាទជាបឋមខ្ញុំបាទសូមគ្រប់ជំរាបសួរដល់អាដាមលោកជំទាវលោកស្រីបាទខ្ញុំបាទឈ្មោះចាបតោដែលជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងជំនាញអតីតសម្បទានិងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការថ្ងៃនេះយើងខ្ញុំក្នុងនាមបងប្អូនជនមានពិការភាពពិតជារំភើបរីករាយខ្លាំងមែនទែនដែលបានចូលរួមនៅក្នុងកម្មវិធីដែលអស្ចារ្យនេះហើយជាការរំភើបសប្បាយចិត្តរីករាយខ្លាំងមែនទែនហើយថ្ងៃនេះគឺមានការផ្ដល់ជាកិត្តិយសដល់រូបខ្ញុំហើយសម្រាប់តំណាងឲ្យបងប្អូនជនមានពិការភាពនៅក្នុងប្រទេសកម្ពុជាហើយសូមជម្រាបជូនទៅដល់អាដាមលោកជំទាវលោកស្រីជូនជាផងដែរថាសកម្មភាពរបស់
បងប្អូនជនមានពិការភាពគឺដើរតួនាទីយ៉ាងសំខាន់ជាមួយនឹងសិល្បករសិល្បករនីពិសេសគឺកិច្ចការងារសង្គមជាតិបាទរបស់យើងតែម្ដងហើយអ្វីដែលជាការដើរតួនាទីយ៉ាងសំខាន់គឺពិសេសជាមួយនឹងបងប្អូនបរិយាកងទ័ពរបស់យើងដែលកំពុងតែឈរជើងបាទការពារយ៉ាងអង្អាចក្លាហានដែលនៅជួរសមរភូមិមុខផងដែរបាទ អរគុណច្រើនអរគុណបងប្រុសអរគុណខ្លាំងមែនទែនអរគុណសម្រាប់ការផ្ដល់ជាមហិច្ឆតាផងដែរបើទោះបីជាបងចូលរួមជាមួយពួកយើងនៅក្នុងថ្ងៃនេះបាទបងបានតំណាងឲ្យបងប្អូនដែលគាត់ជាជនមានពិការភាពទាំងអស់នៅក្នុងការផ្ដល់ជាមួយនឹងបាទមតិបន្តិចបន្តួចក៏ដូចជាសម្លេងរបស់បងប្រុសដើម្បីផ្សាយភារទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានដឹងអំពីបាទព្រឹត្តិការណ៍ដ៏អស្ចារ្យដែលយើងចូលរួមនៅក្នុងថ្ងៃនេះហើយបងក៏ចូលរួមនៅក្នុងបាទចំណែកមួយដើម្បីជាការផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរទៅកាន់បងប្អូនដែលកំពុងតែទស្សនាជាមួយនឹងការ live របស់យើងផងដែរ ចាដូច្នេះក្នុងគណៈពេលនេះចាសូមសម្រួលអេរយាប័តបានបងចាសូមអរគុណ បាទអរគុណខ្លាំងមែនទែន ចាអរគុណចាទស្សនិកជនទាំងអស់ជាទីមេត្រីឥឡូវនេះភ្ញៀវកិត្តិយសរបស់យើងដែលនៅផ្នែកខាងក្រៅចាគឺបានអញ្ជើញចូលរួមយ៉ាងច្រើនកកតែយើងចង់ដឹងថាតើចាតារាសម្ដែងក៏ដូចជាចាតារាចម្រៀងឬក៏សិល្បករសិល្បករនីរូបណាដែលកំពុងតែមានវត្តមាននៅខាងក្រៅចាយើងទៅជួបពួកគាត់ទាំងអស់គ្នា បាទគ្រប់អញ្ជើញរីករាយទស្សនានៅទស្សនវិជ្ជាខាងក្រៅដូចតទៅផងដែរ បាទអរគុណ David អរគុណដល់បង Rolin ផងដែរឃើញថាមិននេះយើងបានទស្សនិកជនអស់គឺបានស្ដាប់និងបានទស្សនាជាមួយនឹងការសម្ភាសបាទជាមួយនឹងសិល្បករសិល្បករនេះក្នុងការចូលរួមជាមួយនឹងឈុតសម្លៀកបំពាក់ប្លែកហើយជាពិសេសគឺបានផ្សារភ្ជាប់ជាមួយនឹងសម័យបុរាណហើយថារស័ព្ទថ្ងៃនេះគឺកម្មវិធីរបស់យើងគឺជាមួយនឹងកម្មវិធីវប្បធម៌សហសម័យផងដែរបាទអញ្ចឹងជាមួយនឹងការរៀបចំអ្វីដែលពិសេសឥឡូវនេះមានការចូលរួមជាបន្តបន្ទាប់ពីតារាល្បីពីបងប្អូនប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់គាំទ្រជាមួយវប្បធម៌ឥឡូវនេះយើងឃើញជាមួយនឹងMiss របស់យើងទៀតហើយអូយគឺធានាថាប្លែកបងប្អូនកុំឲ្យខាប់ពេកជួយជាមួយនឹងអិនលក្ខណៈជំរាបសួរចា ម៉ូនីកាមកទៅដោយមកអប្សរាទឹកប្រាក់អប្សរាមាសអូអូនអើយបងមើលណាស្គាល់សោះហ្មងណាមកទៅលាក់ថ្ងៃនេះមានអារម្មណ៍មិនដែរ សម្រាប់ខ្ញុំរំភើបខ្លាំងមែនតើអូប្រឡាក់ដៃបងបាត់សម្រាប់ខ្ញុំមានអារម្មណ៍រំភើបខ្លាំងមែនតើដោយសារតែថ្ងៃនេះគឺជាថ្ងៃមួយដែលប្រជាជនកម្ពុជាយើងបានមកចូលរួមច្រើនខ្លាំងមែនតើហើយអ្វីដែលសំខាន់គឺមកគឺប្លែកភ្នែកខ្លាំងបើអត់ប្លែកគឺមិនកម្មវិធីផកបងស្រីតែបប្រឹកទេហើយខ្ញុំឃើញថាបងប្អូនទាំងអស់គ្នាមកចូលរួមពាក់សុទ្ធតែឈុតបុរាណខ្មែរនេះហើយអ្វីដែលពួកខ្ញុំចង់បានអ្វីដែលពួកខ្ញុំតែងតែបង្ហាញនៅលើប្រព័ន្ធsocial media ផងពួកខ្ញុំផ្ទាល់ហើយខ្ញុំរំភើបខ្លាំងដោយសារតែខ្ញុំអត់មានអីច្រើនទេក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ឬក៏បងប្អូនទាំងអស់គ្នាគួរតែថែរក្សានៅវប្បធម៌របស់យើងឲ្យច្រើនទាំងអស់គ្នាព្រោះដោយដែលអ្នកទាំងអស់គ្នាបានដឹងហើយថាវប្បធម៌របស់ពួកយើងផូរផង់វប្បធម៌របស់ពួកយើងគឺស្អាតវប្បធម៌របស់ពួកយើងគឺរុងរឿងអញ្ចឹងគឺមានមនុស្សជាច្រើនដែលគាត់ចង់បាននៅវប្បធម៌របស់យើងអញ្ចឹងក្នុងនាមយើងជាកូនខ្មែរគួរតែថែរក្សាវប្បធម៌នេះឲ្យបានល្អបំផុត ចុះការមិនតើអូនថ្ងៃនេះ សម្រាប់ខ្ញុំអត់ខុសអីពីលក្ខណៈម៉ែនេះបងនិយាយទៅគឺមានអារម្មណ៍ថារំភើបខ្លាំងមែនតើដែលបានចូលរួមនៅកម្មវិធីរបស់បងស្រីតែប្រព្រឹត្តហើយបានបង្ហាញនៅវប្បធម៌មួយដែលកម្រមាននឹងអ្នកដែលបង្ហាញណាបងហើយសម្រាប់ឆូតប្របីសម្រាប់ឆូតដែលពួកខ្ញុំពាក់នេះគឺតំណាងឲ្យអប្សរាសអប្សរាប្រាក់ជាមួយនឹងអប្សរាមាសគឺនៅពេលព្រឹកឡើងនៅប្រាសាទអង្គរវត្តរបស់យើងណាបងនៅពេលដែលថ្ងៃរះគឺកំពូលប្រាសាទរបស់យើងរំលេចទៅដោយពណ៌មាសប៉ុន្តែនៅពេលដែលថ្ងៃត្រង់គឺចុងប្រាសាទអង្គរវត្តរបស់យើងរំលេចទៅចេញជាពណ៌ប្រាក់បងបានចាប់អារម្មណ៍ចាប់អារម្មណ៍ប៉ុន្តែដោយសារតែចេះបងអត់ដែរឃើញអូនពីរនាក់របៀបស្លៀកជាគូអញ្ចឹងណានេះបងឃើញលើកទី1ហ្មងហើយចំណាយពេលវេលាប្រហែលម៉ោងដែរក្នុងការតុបតែងខ្លួន ដូចជាតាំងពីម៉ោង 12 ថ្ងៃត្រង់រៀងប៉ប៉ាស្អិតប៉ិតមែនប៉ុន្តែវាអត់ជាថ្មីសម្រាប់ពួកខ្ញុំទាំងពីរទេពួកឯងសប្បាយចិត្តនៅបានបង្ហាញឲ្យបងបងទាំងអស់គ្នាបានឃើញជាមួយនឹងឈុតអប្សរាមាសអប្សរាប្រាក់ផងដែរបង ចា អរគុណមែនតើលក្ខណៈ ជាការលះបង់សម្រាប់ចាអ្នកទាំងពីរចាមកកាន់កម្មវិធីក្លឹមនៃព្រះនគររបស់យើងពីព្រោះថាសម្រាប់ការរៀបចំទ្រង់គ្រឿងនៅឈុតបុរាណខ្មែរពេលខ្លះគឺអត់ងាយស្រួលទេពេលខ្លះក៏ធ្ងន់ពេលខ្លះក៏ពិបាកអីចឹងទៅប៉ុន្តែសម្រាប់វត្តមានរបស់អ្នកទាំងពីរនៅតែខិតខំយកអ្វីដែលជារបស់ខ្មែរដើម្បីយកមកបង្ហាញនៅក្នុងកម្មវិធីដ៏អស្ចារ្យមហាព្រឹត្តិការណ៍នៅក្នុងតាមហោស្រុកកោះពេជ្ររបស់យើង បាទអញ្ចឹងអរគុណដល់អូនទាំងពីរក្នុងថ្ងៃនេះសម្រាប់ការផ្ដល់វត្តមានចូលរួមក៏ដូចជាការតុបតែងខ្លួនបង្ហាញនៅវប្បធម៌របស់យើងទៅកាន់ពិភពលោកឲ្យបានឃើញផងដែរយើងជួបគ្នានៅផ្ទាំងទស្សនីយភាពខាងក្នុងទៀតបាទអរគុណបាទអរគុណអូយឃើញថាណាគេ4-5ម៉ោងណាអូឥឡូវចាំបាទជាបន្តមកណា សូមអញ្ជើញវត្តមានចា ដាន់ណាអូយ
ស្រី ថៅកែស្រីអនឡាញ តែកែស្រីអនឡាញអូមកអូ ចា ក្រត់បាត់ទៀតបាទអត់តបាត់ស្លាប់ក្បាលពិធីក ចាថ្ងៃនេះអ្នកទាំងពីរចង់ឲ្យអ្នកទាំងពីរបញ្ជាក់ប្រាប់ថាចូលរួមនៅក្នុងកម្មវិធីនេះឈុតសម្លៀកបំពាក់ជាអ្វីដែរឬមួយក៏សាសម័យលេខគ្នាឬមួយក៏យ៉ាងណាដែរចាសូមអញ្ជើញពីដាណាមុន ចានិយាយទៅចំពោះឈុតរបស់ខ្ញុំនេះគឺដកស្រង់ចេញពីទេវកថាបងចាហើយក្នុងតួអង្គទេវតាប៉ុន្តែយើងរៀងឆ្នៃដកខ្លះអីខ្លះលាយដូចថាសហសម័យអញ្ចឹងណាបងចាប្រកាសចេញមកគឺថ្មីមួយទៀតតែនៅតែវប្បធម៌ខ្មែរយើងដដែល បាទអរគុណចុះខាងនេះវិញ បាទបងសម្រាប់ឈុតរបស់ខ្ញុំមានឈ្មោះថាទេវបុត្រហងសួរបង ហើយការតុបតែងខ្លួននេះចំណាយគឺថាការរៀបចំហ្នឹងប្រហែលថ្ងៃដែរទម្រាំតែបានឲ្យគេធ្វើស្លាបជាមួយនឹងគ្រឿងអីចឹងណា និយាយទៅបងឈុតនេះគឺយើងយកមកពីខាងសំអាងបង ខាងសំអាងតែស្លាបក៏យើងមានរៀបរួចរាល់ដែរបាទឃើញថាថ្ងៃនេះគឺថាពីរអ្នកនេះដូចគៀបណាត់គ្នាអត់ អត់ណាត់គ្នាប៉ុន្តែចៃដន្យមកដល់ឃើញឈុតស៊ីគ្នាពេញចូលមួយគ្នាហ្មងបណ្ដោយ អូឈុតស៊ីគ្នាអត់ទេមែនតែពីអ្នកផ្លៃឲ្យអមាញ់មិញនេះយើងឃើញថាស្លាបរបស់ហងសួរណាហងសួរណា ស្លាប់នឹកធ្ងន់ខ្លាំងដែរ ធ្ងន់ខ្លាំងហើយអង្គុយធ្វើម៉េចទៅអង្គុយយើងត្រូវ5កន្លែង ពេលអង្គុយដោះចេញបង អរគុណមែនតើអរគុណដល់អ្នកទាំងពីរសម្រាប់ដល់កិច្ចចូលរួមនៅក្នុងថ្ងៃនេះបាទអរគុណ ចាសូមអញ្ជើញសម្រាប់អរិយាប័ត្រចាយើងឃើញថាពេលវេលាចេះតែរំកិលទៅមុខហើយសម្រាប់កម្មវិធីរបស់យើងក៏មិនទាន់បានបញ្ចប់នោះទេគឺយើងនឹងប្រារព្ធឡើងរហូតទៅដល់ចុងបញ្ចប់នៃកម្មវិធីដែលយើងមានការផ្សាយបន្តផ្ទាល់តាមរយៈ page ធំដល់ទៅ2 page ឯណោះចាឥឡូវនេះចង់ដឹងថាតើសកម្មភាពខាងក្នុងមានអ្វីខ្លះក៏ដូចជាចាមាននៅភ្ញៀវកិត្តិយសរូបណាចូលរួមជាបន្តទៀតនាងខ្ញុំសូមផ្ដល់ចាទស្សនវិជ្ជាជូនទៅដល់បងរ៉ូលីននិងបងប្រុស David ជាបន្តចាសូមអរគុណ ចាសូមអរគុណភីឡៃនិងជីជីផងដែរចាឥឡូវនេះយើងបានជួបជាមួយនឹងចាកម្ពុជាអ្នក design ចំនួន2រូប បុគ្គលសំខាន់ទាំង2រូបបាទដែលมันអាចខ្វះបាននៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់យើងផ្ទាល់តែម្ដងបាទ សូមអនុញ្ញាតស្គាល់ឈ្មោះផងចា នាងខ្ញុំឈ្មោះតាំងសុខហងហើយជាម្ចាស់founder នៃ Alme Couture Alme ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះសាយរតនៈគឺជា designer វ័យក្មេងដែលប្រឡូកថ្មីៗប៉ុន្តែខ្ញុំនឹងព្យាយាមបង្ហាញឲ្យបងប្អូនទាំងអស់គ្នាស្គាល់ពីស្នាដៃរបស់ខ្ញុំ ឃើញថាអ្នកទាំងពីរពិតជាអស្ចារ្យមែនតើនៅក្នុងការរចនាទៅលើបាទសម្លៀកបំពាក់នៅក្នុងមហាព្រឹត្តិការណ៍ធំរបស់យើងសម្រាប់ក្រុមព្រះនគរនេះដ៏អស្ចារ្យផ្ទាល់តែម្ដងបាទ ចាហើយនេះខ្ញុំជឿជាក់ថាទស្សនិកជនទាំងអស់ចាំមួយចំនួនចាច្បាស់ជាបានស្គាល់នៅ brand Alme ដែលជា brand មួយដែលកំពុងតែវាយលុកមិនថាឆាកជាតិនិងអន្តរជាតិជាមួយនឹងចាការ design បែបសហសម័យដែលក្រងដោយមិនថាតារាស្រុកខ្មែររបស់យើងចាថែមទាំងតារាអន្តរជាតិទៀតបាទ ចាហើយឥឡូវនេះយើងក៏បានជួបជាមួយនឹង founder របស់យើងហើយចង់ដឹងពីចំណាប់អារម្មណ៍របស់គាត់នៅក្នុងការដែលបង្កើតនៅ brand ខ្លួនឯងជាមួយនឹងការ design ដ៏អស្ចារ្យមួយនេះផងដែរចាសូមគោរពអញ្ជើញ នាងខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយហើយមានអារម្មណ៍រំភើបមែនតើដែលមានវត្តមានហើយក៏ដូចជាចូលរួមជាចំណែកមួយនៅក្នុងកម្មវិធីដ៏អស្ចារ្យរបស់បងតេបុកព្រឹកថ្ងៃនេះផងដែរហើយអ្វីដែលខ្ញុំអាចនិយាយថាខ្ញុំចង់បង្ហាញទៅបងប្អូនទាំងអស់គ្នាបងប្អូនជនរួមជាតិកម្ពុជាគឺរួបរวมគ្នាហើយធ្វើឲ្យប្រទេសជាតិយើងកាន់តែអស្ចារ្យជួយផ្សព្វផ្សាយអរិយធម៌ ចាអរិយធម៌វប្បធម៌ខ្មែរយើងទៅកាន់អន្តរជាតិឲ្យ remark ថានេះគឺជារបស់ខ្មែរតែម្ដងហើយខ្ញុំគឺជា designer ម្នាក់ក៏ជាប្រជាជនខ្មែរម្នាក់គឺមិនឈប់ទេនៅក្នុងគេហៅថាការដែលបន្តផ្សព្វផ្សាយចាអរិយធម៌របស់ខ្មែរយើងទៅកាន់អន្តរជាតិឲ្យគេស្គាល់ឲ្យកាន់តែច្រើនមានន័យថា raw collection របស់ខ្ញុំគឺមិនបញ្ឈប់នៅក្នុងការបញ្ចូលនៅវប្បធម៌ខ្មែរយើងទៅកាន់អន្តរជាតិឲ្យគេមើលឃើញថាខ្មែរយើងគឺអស្ចារ្យខ្មែរយើងគឺធ្វើបានអ្វីគ្រប់យ៉ាងហើយនិយាយថាប្រជាជនខ្មែរយើងគឺអស្ចារ្យខ្លាំងមែនតើបាទអរគុណខ្លាំងមែនតើអរគុណសម្រាប់ការបញ្ចេញនូវមតិដ៏មានអត្ថន័យនិងខ្លឹមសារដ៏ល្អបំផុតផងដែរជាបន្តទៀតបាទរតនៈឃើញថាវ័យក្មេងទេបាទប៉ុន្តែបាទមានបាទគេហៅថាភាពច្នៃប្រឌិតក៏ដូចជា talent មែនតើបាទសម្រាប់រតនៈផ្ទាល់ក៏ជាបាទបុគ្គលសំខាន់មួយនៅក្នុងចំណែកធ្វើឲ្យបាទឈុតសម្រាប់ព្រឹត្តិការណ៍ដ៏ធំរបស់យើងបាទក្រុមព្រះនគរនេះលេចជារូបរាងដ៏ស្អាតដូចគ្នាសម្រាប់រតនៈផ្ទាល់មានអារម្មណ៍យ៉ាងណាដែរ បាទបងសម្រាប់ខ្ញុំផ្ទាល់គឺមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែនវាជាលើកទី1របស់ខ្ញុំដែលបានចូលក្នុងកម្មវិធីហើយបានរចនាម៉ូដឲ្យបងសេរីទេបុកព្រឹកហើយនិងបងប្រុសជីដេវីតផងដែរសម្រាប់យប់នេះគឺពួកយើងមានរចនាប័ទ្មរចនា2ឈុតគឺសម្រាប់បងសេរីទេបុកព្រឹកមានឈ្មោះថាអច្ឆរិយៈនៃស្ត្រីហើយសម្រាប់ឈុតរបស់បងជីដេវីតគឺអច្ឆរិយៈនៃអង្គរដែលបានលើកយកនៅវប្បធម៌អរិយធម៌របស់ប្រទេសកម្ពុជាហើយ inspire វាទៅជាឈុតបែប futuristic
ហើយ combine វាឲ្យវាមើលមកថ្មីហើយប្លែកហើយពួកយើងក៏មិនបានចោលនៅបុរាណនោះទេគឺពួកយើងបានលាយបញ្ចូលនៅសិល្បៈវប្បធម៌អរិយធម៌របស់ប្រទេសកម្ពុជានៅលើការ design របស់យើងឲ្យស្របទៅនឹងពាក្យស្លោកថាបុរាណមិនយឺតសម័យមិនបរទេសផងដែរ Wow amazing អូនគាត់ណា First of all គឺស្បំអរគុណអ្នកទាំងពីរអរគុណខ្លាំងមែនតើសម្រាប់ការផ្ដល់ចកិត្តិយសនៅក្នុងការផ្ដល់នៅបទសម្ភាសន៍ជាមួយពួកយើងដែលជួបគ្នានៅខាងក្នុងហើយយើងទាំងអស់គ្នាក៏ដូចជាពួកយើងដែលជាពិធីករពិធីការនេះចាំអត់មើលជាមួយនឹងឈុតដែល idol របស់យើងបានគ្រងនៅក្នុងរាត្រីនេះចង់ដឹងថាស្រស់ស្អាតកម្រិតណាអរគុណបងអរគុណ អរគុណបងទាំងពីរចាជូនពរជោគជ័យគ្រប់ភារកិច្ចអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាចា